ជំរាបសួរអ៊ំពូមីទាំងអស់គ្នាពីថ្ងៃអាទិត្យសប្តាហ៍មុននោះទៅវត្តទៅដាក់បាតលោកអ៊ំពូមីតែបានកាត់ទេវីដេអូនោះថារវល់ក៏មិនសូវរវល់អីប៉ុណ្ណាដែរអ៊ំពូហ្នឹងថាអត់បានអត់តនេបានកាត់ទៅកាត់ហើយម្ដងថ្ងៃនេះហ្នឹងថ្ងៃបោះបារេអត់អីហើយទៅដាក់បាតនេះថាទៅជាមួយអ៊ំមីហ្នឹងហើយខ្ញុំទៅជាមួយម៉ែខ្ញុំដុកម៉ែទៅ3នាក់អូនហើយនេះកំពុងតែមកដល់កន្លែងមលុបទៅក៏អង្គុយចាំអត់តាន់ជុំគ្នាអញ្ចឹងណាអ៊ំពូមីងដាក់បាតនេះនៅវត្តទៅជីចេះគាត់ចេះឆ្លងកត់នៅខាងមុខនេះហើយខ្ញុំមកហ្នឹងមកថ្ងៃទី2ហើយមកដាក់បាតហ្នឹងថ្ងៃទី1ហ្នឹងអត់បានមកទេព្រោះអីទៅតែដឹងដែរដឹងភ្លាមក៏ព្រឹកឡើងរៀបចំមកនឹងមកហើយនេះមនុស្សច្រើនដែរមានអ្នកមកពីឆ្ងាយអីដែរណាអូនអីនេះមានកន្លែងលេងអីដែរប៉ុន្តែដោយសារតែថ្ងៃក្តៅពេកក្មេងខ្លះក៏លេងទៅក្មេងខ្លះក៏អត់លេងទៅនៅតាមតោងយាយតោងម៉ាក់អីចឹងទៅហើយនេះបាយដាក់បាតលោកថ្ងៃហ្នឹងក៏អត់មានមកហូបអីយកទៅដាក់បាត់លោកដែរអពុមីងដោយសារបញ្ញាប់បញ្ញាល់ពេកកទិញពងទាចៀនជាមួយប្រហិតទៅហើយនេះលោកមកនិមន្តមកហើយក៏នាំដាក់នេះមានអ្នកខ្លះទៅក៏មកតន់អ្នកខ្លះទៅក៏អត់មកតន់តរៀងហើយខ្ញុំមួយអាអូននេះអូនដាក់បដើនេះក្របបាតអីហើយអីក៏ម៉ែសួរខ្ញុំមីថាទៅផ្ទះឥឡូវអីក៏ដល់លក់ឆាន់ហើយសុំទៅហើយខ្ញុំនេះអាអូនទាទៅផ្ទះហើយអត់ដល់លក់ឆាន់ទេក៏ថាទៅយករបស់ដែលដាក់ទុកក្នុងសាលាហ្នឹងរៀបចំទៅផ្ទះវិញអញ្ចឹងហើយម៉ែក៏ថាឲ្យដើររកអ៊ំខ្ញុំដាក់បាត់លោកឲ្យដើររកមើលអ៊ំហ្នឹងកំពុងតែដើររកមើលគាត់ហើយមានដឹងថាគាត់អត់តាន់មកដល់ឯណានេះដើរទៅវិញហើយខ្ញុំទៅផ្ទះហើយរកមើលអ៊ំមកអីផងហើយថាណាត់គ្នាទៅជាមួយអ៊ំមកពេលដល់ឥឡូវអ៊ំអត់តាន់ឃើញមកហើយក៏ដើរត្រាប់ឃើញលោកគាត់នៅខាងមុខអញ្ចឹងណាអ៊ំពូមីងហើយពេលអត់ឃើញអ៊ំទៅក៏រៀបចំត្រឡប់ទៅផ្ទះវិញហើយជាចុងក្រោយអរគុណជម្រាបលាបាយបាយ